រួមបញ្ចូលគ្នាតាមយុទ្ធសាស្ត្រចែកចាយផលិតផលមានគុណភាពល្អផ្ដាច់និងតម្លៃល្អផ្ដាច់អតិថិជនទទួលបានជីវិតល្អប្រសើរដោយប្រើផលិតផលល្អក្នុងតម្លៃទាប Atomy គឺជាក្រុមហ៊ុនដែលរីកចម្រើនតាមរយៈការចែកចាយទំនិញតាមទីផ្សារបណ្ដាញនិងអ្នកធ្វើជំនួញនេះគឺទទួលបានជោគជ័យរួមជាមួយនឹងគ្នាអ្នកដែលចង់បានធ្វើជំនួញ Atomy គឺជាអាជីពប្រហែលជាចង់ដឹងថាគ្រាន់តែទិញផលិតផល Atomy យកទៅប្រើប្រាស់តើអាចទទួលបានកម្រៃមកវិញតាមរបៀបណាហើយមែនទេអញ្ចឹងយើងនាំគ្នាពត់ខ្លួនមួយហើយបង្វិលកង់មួយជុំសិនតើអស់យើងនាំគ្នាធ្វើដំណើរទៅក្នុងផែនការទីផ្សារដ៏សែនរីករាយរបស់ Atomy ទាំងអស់គ្នាឆាប់ទៅ Go ការចុះឈ្មោះជាសមាជិក Atomy អ្នកដែលចង់ទិញទំនិញឬក៏ធ្វើជំនួញ Atomy ទាំងអស់ត្រូវចុះឈ្មោះចូលជាសមាជិក Atomy ដោយគ្មានការបង់ប្រាក់ឡើយតាមរយៈការណែនាំរបស់អស់លោកអ្នកអាចចុះឈ្មោះនៅលើគេហទំព័រទាំងអស់នេះបាននៅពេលចុះឈ្មោះភ្លាមលោកអ្នកនឹងក្លាយទៅជាក្រុមនៃដៃគូរបស់អ្នកដែលបានណែនាំហើយអ្នកដែលសមីខ្លួនបានណែនាំនឹងក្លាយជាក្រុមនៃដៃគូរបស់ខ្លួនពេលនោះលោកអ្នកអាចបញ្ចូលដៃគូជាបន្តបន្ទាប់នៅខ្សែខាងឆ្វេងនិងខាងស្ដាំរបស់ខ្លួនពេលខ្លាយទៅជាសមាជិកលោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ធំៗចំនួន2ប្រយោជន៍ទី1គឺអាចទិញទំនិញដែលមានគុណភាពក្នុងតម្លៃទាបជាពិសេសនៅពេលដែលលោកអ្នកទិញទំនិញ4ឈុតអ្នកនឹងបានទទួលតម្លៃផ្ដាច់មុខមានន័យថាទំនិញគួបជា4គឺមានតម្លៃទាបជាងគេអត្ថប្រយោជន៍ទី2គឺ Atomy ផ្ដល់នូវកម្រៃជើងសារគ្រប់មុខទំនិញរបស់ Atomy គឺមានពិន្ទុ PV ដែលត្រូវបានបញ្ចូលឲ្យរាល់ពេលទិញ PV មកពីពាក្យថា Point Value ដែលមានចំនួនខុសគ្នាទៅតាមប្រភេទនៃទំនិញវាត្រូវបានយកទៅប្រើក្នុងលក្ខខណ្ឌនៃការបែងចែកកម្រៃជើងសារ PV តខ្លួនគឺមិនត្រូវបានកាត់ឡើយគឺវានៅថិតថេរអស់មួយជីវិតតែ PV ត្រូវបាននៅពេលដែលមានភាពជាសមាជិកត្រូវលុបចោលសូមកុំបារម្ភអីក្នុងរយៈពេល1ឆ្នាំគ្រាន់តែទិញច្រាសដុតថ្មីតែមួយក៏លោកអ្នកមិនបាត់បង់ភាពជាសមាជិកឡើយក្រុមនៃដៃគូរបស់លោកអ្នកនឹងមាន PV ផងដែរ PV តខ្លួនគេហៅថា PV របស់ខ្ញុំក្រុមនៃដៃគូដែលមាន PV ច្រើនគេហៅថាជើងធំនិងមាន PV តិចគេហៅថាជើងតូចហើយនឹងការកំណត់ថ្នាក់គឺផ្នែកទៅតាមចំណុច PV ផ្ទាល់និង PV ក្រុមរីឯកម្រៃជើងសារត្រូវបានបែងចែកទៅតាមលំដាប់ថ្នាក់តែសូមចាំថា PV របស់ក្រុមនឹងកាត់ឡើងនៅពេលដែល PV ផ្ទាល់របស់អ្នកមានចាប់ពី 10000 PV ឡើងទៅតោះនាំគ្នាទៅស្វែងយល់ពីលំដាប់ថ្នាក់ម្ដងលំដាប់ថ្នាក់សមាជិករូបនេះបញ្ជាក់ពីចំនួន PV លំដាប់ថ្នាក់មាន5គឺសមាជិកភ្នាក់ងារពិសេសអ្នកចាស់ចាយនិងអ្នកចាស់ចាយផ្ដាច់មុខទោះបីជា PV ផ្ទាល់ខ្វះក៏ដោយតែលោកអ្នកអាចឡើងពីសមាជិកទៅជាភ្នាក់ងារពីភ្នាក់ងារទៅជាភ្នាក់ងារពិសេសពីភ្នាក់ងារពិសេសទៅជាអ្នកចាស់ចាយពីអ្នកចាស់ចាយទៅជាអ្នកចាស់ចាយផ្ដាច់មុខបន្ទាប់ពីស្គាល់ពីលំដាប់ថ្នាក់រួចហើយយើងបន្តទៅស្វែងយល់ពីការបែងចែកកម្រៃជើងសារម្ដងប្រភេទនៃកម្រៃជើងសារគឺកម្រៃជើងសារទូទៅកម្រៃជើងសារមកតំណែងគ្រឿងលើកទឹកចិត្តឡើងតំណែងនិងកម្រៃជើងសារអប់រំសម្រាប់អ្នកចង់ធ្វើនៅសាខាក្រៅពីកូរ៉េសូមធ្វើការស្វែងយល់អំពី Atomy តាមរយៈគេហទំព័ររបស់សាខានៃប្រទេសទាំងនោះឲ្យបានច្បាស់កម្រៃជើងសារទូទៅសូមអរគុណតាមរយៈការណែនាំ Atomy ទៅដល់អ្នកដទៃធ្វើឲ្យតម្លៃចំណាយទៅលើការផ្សាយពាណិជ្ជកម្មត្រូវបានកាត់បន្ថយបើនៅក្នុងក្រុមមានអ្នកពេញចិត្តច្រើនក្នុងការប្រើផលិតផល Atomy តាមការណែនាំនៅក្នុងការប្រើ Atomy នោះអ្នកនឹងទទួលបានកម្រៃជើងសារយ៉ាងណាទេ
កម្រៃជើងសារទូទៅគឺត្រូវបានទូទាត់ជារៀងរាល់ថ្ងៃទៅតាមពិន្ទុដែលយក PV របស់ខ្លួននិង PV របស់ក្រុមខាងឆ្វេងនិងខាងស្ដាំជាគោលហើយយកចំនួន PV របស់ជាងខាងតូចជាគោលក្នុងការកំណត់លំដាប់ថ្នាក់ឧទាហរណ៍ថ្ងៃនេះលោកអ្នកនៅលំដាប់ថ្នាក់ជាភ្នាក់ងារដែលមាន 30,000 PV ទាំងសងខាងនោះលោកអ្នកនឹងទទួលបាន15ពិន្ទុចុះបើខ្ញុំមិនទាន់មានគ្រប់ 30,000 PV នោះតើមិនអាចទទួលបានពិន្ទុទេមិនដូចនោះឡើយទោះបីជាអ្នកមាននៅលំដាប់ថ្នាក់ជាសមាជិកក៏ដោយក្នុងក្រុមមានអ្នកប្រើប្រាស់ច្រើនបើខាងតូចមាន 30,000 VP នោះនឹងទទួលបាន5ពិន្ទុវ៉ាវពិតជាអស្ចារ្យមែន3ខែ6ខែ1ឆ្នាំពេលវេលាកាន់តែយូរទៅនោះនឹងមានអ្នកប្រើប្រាស់ផលិតផលអាតូមីកាន់តែច្រើនឡើងដូចដែលបានឃើញបើជាសមាជិកជាលំដាប់ទី8អ្នកងារជាលំដាប់ទី7អ្នកងារពិសេសជាលំដាប់ទី6អ្នកចែកចាយជាលំដាប់ទី5អ្នកចែកចាយផ្ដាច់មុខជាលំដាប់ទី4ដល់ទី1ហើយពិន្ទុត្រូវបានគណនាទៅតាមចំនួន PV ដែលកើតមានជាប្រចាំថ្ងៃលំដាប់ទី1ទទួលបានពិន្ទុច្រើនជាងគេ300ពិន្ទុជាដែនកំណត់ដែលជាចំណុចពិសេសរបស់អាតូមីហើយយើងនឹងទទួលបានកម្រៃជើងសារដែលយកពិន្ទុនេះទៅទូទាត់ចុះកម្រៃជើងសារនឹងបញ្ចូលឲ្យនៅថ្ងៃណារៀងរាល់សប្តាហ៍ពិន្ទុដែលកើតឡើងចាប់ពីថ្ងៃពុធនិងថ្ងៃអង្គារថ្ងៃដែលត្រូវបំបែកជាទឹកប្រាក់ក្នុងរយៈពេល1សប្តាហ៍ម្ដងហើយបញ្ចូលឲ្យគឺថ្ងៃអង្គារនៃសប្តាហ៍បន្ទាប់សម្រាប់អតិថិជននៅសាខាក្រៅពីកូរ៉េថ្ងៃបញ្ចូលជើងសារគឺអាចខុសគ្នាសូមចងចាំចំណុចនេះកម្រៃជើងសារមុខតំណែងនៅអាតូមីមុខតំណែង7ប្រភេទកម្រៃជើងសារមុខតំណែងនឹងផ្ដល់ជូនអ្នកដែលមានមុខតំណែងវាត្រូវបានទូទាត់រៀងរាល់ខែក្នុងរយៈពេល15ថ្ងៃម្ដងក្នុងមួយខែអាចមានឱកាសទទួលបាន2ដងនៅអាតូមីគ្មានលក្ខខណ្ឌឲ្យរក្សាមុខតំណែងក្នុងពេលណាឡើយឲ្យតែមានភាពជាសមាជិកទោះជាដល់ពេលណាក៏អាចឡើងតំណែងបានដែរតែយើងមានលក្ខខណ្ឌឡើងតំណែងដោយឡែកសូមស្វែងយល់ពីគេហទំព័រនៅពេលដែលការលំដាប់ថ្នាក់ពីសមាជិកទៅជាភ្នាក់ងារពិសេសហើយចាប់ពីថ្ងៃទី1ដល់ថ្ងៃទី15ឬពីថ្ងៃទី16ដល់ចុងខែ PV របស់ក្រុមឆ្វេង 250,000 PV និង PV ខាងស្ដាំ 250,000 PV ឡើងទៅនោះអ្នកនឹងឡើងតំណែងទី1គឺជា Sales Master ដោយពីសុភាសិតថាព្យាយាមគង់បានសម្រេចតំណែងទី1 Sales Master នេះជាតំណែងដ៏មានសារៈសំខាន់ហើយនៅពេលអ្នករក្សាបាននៅតំណែង Sales Master ជាបន្តបន្ទាប់នោះគេហៅថា Auto Sales Master នេះជាការមកដល់មាត់ទ្វារនៃភាពជោគជ័យហើយអ្នកដែលរក្សានៅមុខតំណែង Sales Master ទាំងអស់សុទ្ធតែបានមកដល់មាត់ទ្វារនៃភាពជោគជ័យហើយបើសិនជាអ្នកយល់ច្បាស់ពីតំណែង Sales Master រួចហើយការស្វែងយល់ពីតំណែងបន្ទាប់ទៀតគឺងាយស្រួលបំផុតបើសិនជាអ្នកមាន Sales Master នៅខាងឆ្វេង2និងនៅខាងស្ដាំ2នោះអ្នកនឹងក្លាយជា Diamond Master បើសិនជាអ្នកមាន Diamond Master នៅខាងឆ្វេង2និងខាងស្ដាំ2នោះអ្នកនឹងក្លាយជា Seron Master បើខ្លួនអ្នកមានអ្នកឡើងតំណែងដូចយើងពីសងខាងនោះអ្នកនឹងឡើងតំណែងបន្ទាប់អូហូពិតជាងាយមែនអញ្ចឹងតើកម្រៃជើងសារនេះនឹងបញ្ចូលឲ្យនៅថ្ងៃណាដែរចាស្រាប់ពេលឡើងតំណែងការទូទាត់ក៏ត្រូវបានបញ្ចប់យក 20% នៃចំនួន VP ដែលក្រុមហ៊ុនលក់បានសរុបមកគុណនឹងតម្លៃ N រួចហើយធ្វើការបែងចែកស្មើគ្នាហើយនឹងបញ្ជូនឲ្យនៅ7ថ្ងៃក្រោយពីការទូទាត់បានបញ្ចប់សម្រាប់សមាជិកនៅសាខាក្រៅពីប្រទេសកូរ៉េអាចមានភាពខុសគ្នាខ្លះៗចំពោះការបញ្ចូលកម្រៃជើងសារនេះអ្វីដែលត្រូវចាំកុំភ្លេចនោះគឺអ្នកឡើងតំណែងនឹងត្រូវទទួលបានគ្រឿងលើកទឹកចិត្តថែមទៀតផងគ្រឿងដែលលើកទឹកចិត្តនៅពេលឡើងតំណែងជា Sales Master នឹងទទួលបានឈុតថែរក្សាស្បែក6ប្រព័ន្ធ1ឈុត Hemohim 1ឈុតនិងឈុតថែទាំពេលល្ងាច1ឈុត
នៅពេលដែលឡើងតំណែងជា Diamond Master នឹងទទួលបានបន្ថែមកុំព្យូទ័រយួរដៃឬឧបករណ៍អេឡិចត្រូនិកដែលមានតម្លៃដូចគ្នាមួយគ្រឿងឈុតថែរក្សាស្បែក6ប្រព័ន្ធមួយឈុតហេមួយឈុតនិងឈុតថែទាំពេលល្ងាចមួយឈុត Zero Rock Master នឹងទទួលបានសម្បត្តិយន្តហោះដើរកម្សាន្តក្រៅប្រទេស3យប់4ថ្ងៃ2សន្លឹកនិងសាច់ប្រាក់$2,000 And Star Master នឹងទទួលបានសម្បត្តិយន្តហោះដើរកម្សាន្តក្រៅប្រទេស3យប់4ថ្ងៃ4សន្លឹកនិងសាច់ប្រាក់$10,000 ពេលខ្លាយជា Royal Master នឹងទទួលបានសម្បត្តិយន្តហោះដើរកម្សាន្តក្រៅប្រទេស10យប់11ថ្ងៃ4សន្លឹកនិងថ្លៃជួលរថយន្តបានឥណទាន$2,000 ក្នុងមួយខែព្រមទាំងសាច់ប្រាក់$50,000 Ground Master នឹងទទួលបានសម្បត្តិយន្តហោះដើរកម្សាន្តក្រៅប្រទេស3យប់4ថ្ងៃ4សន្លឹករថយន្តប្រណិតមួយគ្រឿងបានអន្តទាន$5,000ក្នុងមួយខែព្រមទាំងសាច់ប្រាក់$30,000 Imperial Master នឹងទទួលបានសម្បត្តិយន្តហោះដើរកម្សាន្តក្រៅប្រទេស3យប់4ថ្ងៃ4សន្លឹករថយន្តប្រណិតមួយគ្រឿងនិងអ្នកបើកបរបានអន្តទាន$10,000ក្នុងមួយខែការិយាល័យទំហំ150ម៉ែត្រការ៉េជាមួយនឹងលេខាម្នាក់និងសាច់ប្រាក់$1,000,000ដែលយកត្រាក់ទ័រចូលប្រគល់ឲ្យកម្រៃជើងសារអប់រំអ្នកដែលបានបើកមជ្ឈមណ្ឌលដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុនហើយខិតខំប្រឹងប្រែងក្នុងការបណ្ដុះបណ្ដាលអំពីជំនួញអាតូមីនឹងទទួលបានកម្រៃជើងសារជាទឹកប្រាក់ដែលយក6%នៃ PV សរុបរបស់សមាជិកដែលនៅក្នុងមជ្ឈមណ្ឌលនោះទៅបំលែង2ដងក្នុងមួយខែវ៉ាវដូចនេះអ្នកគ្រាន់តែទិញផលិតផលអាតូមីដែលមានគុណភាពល្អនិងតម្លៃទាបហើយណែនាំបន្តចូលរួមក្នុងប្រព័ន្ធដូចជាសិក្ខាសាលាមួយថ្ងៃរបស់អាតូមីនិងសិក្ខាសាលាអំពីជោគជ័យជាប្រចាំកុំខាននោះលោកអ្នកនឹងយល់ច្បាស់អំពីវិធីសាស្ត្រដើម្បីជោគជ័យមិនខានសូមជោគជ័យទាំងអស់គ្នាសមាជិកទាំងអស់គ្នាជោគជ័យក្នុងពេលអនាគតខ្ញុំបាទតាគូរីនាងខ្ញុំមេជោដែលតែងតែសង្ឃឹមថាសមាជិកទាំងអស់ជោគជ័យសូមអរគុណ